ប្រិយមិត្តមួយចំនួនប្រហែលធ្លាប់បានដឹងខ្លះៗហើយពីលោកតាសួងដែលប្រជាជនថៃនាំគ្នាហៅថាលោកតាសួងគឺជាអតីតព្រះសង្ឃដ៏មិនធម្មតានោះទេដែលគាត់ក៏អាចនិយាយភាសាខ្មែរបានធម្មតាផងដែរតែទោះយ៉ាងណាគេក៏មិនអាចដឹងពីអាយុពិតប្រាកដនិងទីកន្លែងកំណើតរបស់គាត់មកពីទីណានោះទេពោលគឺនៅតែជាអាថ៌កំបាំងមិនអាចបកស្រាយបានប៉ុន្តែអ្វីដែលអ្នកភូមិថៃមិនបានដឹងគឺពួកគេបានប្រទះឃើញគាត់លើកដំបូងនៅឯវាលស្រែមួយកន្លែងស្ថិតនៅក្នុងខេត្តស៊ីសាកេតយ៉ាងណាមិញបើតាមការសាកសួរពីអ្នកភូមិចាស់ៗពួកគាត់បានអះអាងថាពួកគេបានឃើញលោកតាសួងគឺតាំងពីពួកគាត់នៅក្មេងៗមកម្ល៉េះហើយនៅពេលនេះពួកគាត់ចាស់អស់ទៅហើយក៏នៅតែឃើញវត្តមានគាត់ជាពិសេសអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺរូបរាងរបស់លោកតាសួងនៅតែមិនផ្លាស់ប្ដូរចំណែកមនុស្សមួយចំនួនបានដឹងថាលោកតាសួងមានអាយុ500ឆ្នាំប្រជាជនបានឃើញពីអត្តភូតហេតុរបស់លោកតាសួងតាមរយៈការកត់សម្គាល់ទីកន្លែងផ្សេងៗរបស់គាត់គឺអាចធ្វើឲ្យដំណាំលូតលាស់ល្អនិងរក្សាទឹកនៅក្រោមដីនិងភាពអស្ចារ្យផ្សេងៗទៀតដែលធ្វើឲ្យប្រជាជនហៅលោកតាសួងថាទេវតាលើដីប្រជាជនបានឃើញពីអភូតហេតុរបស់លោកតាសួងតាមរយៈការកត់សម្គាល់លោកតាសួងគឺជាព្រះសង្ឃដ៏សាមញ្ញដោយគាត់អាចរស់នៅគ្រប់ទីកន្លែងជាមួយច្បងគ្របដណ្ដប់ខ្លួនតែមួយប៉ុណ្ណោះពិតណាស់ទីជំរករបស់គាត់គឺកូនខ្ទមតូចមួយហើយបើទោះជាគាត់ពុំបានសម្អាតខ្លួនយ៉ាងណាក៏រាងកាយរបស់គាត់មិនមានក្លិនស្អុយនោះទេគាត់មិនខ្វល់អំពីលុយនិងវត្ថុអ្វីទាំងអស់ព្រោះថានៅពេលមនុស្សឲ្យលុយគាត់គឺគាត់តែងបោះចោលដែលជាហេតុធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលចំពោះគាត់កាន់តែខ្លាំងទាំងអស់នេះបានធ្វើឲ្យមនុស្សម្នាក់នាំគ្នាគោរពលោកតាសួងយ៉ាងខ្លាំងនិងចាត់ទុកថាអំណាចរបស់គាត់គឺអាចការពារពួកគេបានតែទោះជាយ៉ាងណាលោកតាសួងបានសុគតនៅថ្ងៃសុក្រ15កើតខែពុទ្ធបុត្រឆ្នាំរោងឆទោស័កពុទ្ធសករាជ2544ត្រូវនឹងថ្ងៃទី8ខែកញ្ញាគ្រិស្តសករាជ2000នៅវត្តព្រៃផាឋនាស្រុកភូសិន្ទខេត្តស៊ីសាកេតព្រះរាជាណាចក្រថៃលោកតាហ្វុងផោនរិទ្ធចៅអធិការវត្តឆន្ទឡាបដ្ឋានបានឲ្យដឹងថាព្រះអង្គបានស្គាល់លោកតាសួងអស់រយៈពេលជាច្រើនឆ្នាំមកហើយដោយកាលនោះលោកតាសួងបានមកលេងគាត់ប៉ុន្តែគ្មានអ្នកណាម្នាក់បានឃើញទិសដៅដែលគាត់បានមកដល់ទីកន្លែងណានោះទេហើយនៅពេលគាត់ចាកចេញទៅវិញគឺបានត្រឹមឃើញដើរចូលក្នុងព្រៃនៅខាងមុខប្រាសាទប៉ុណ្ណោះលោកតាហ្វុងផនបានឲ្យដឹងទៀតថាទាំងព្រៃនោះគឺធំណាស់ហើយជាព្រៃលិចទឹកទៀតផងតែទោះយ៉ាងណាលោកតាសួងបានដើរឆ្លងកាត់ព្រៃទឹកលិចនោះហើយឆ្ពោះទៅកាន់លើទឹកដីធម្មតាហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះនៅពេលគាត់ចេញពីក្នុងព្រៃគឺមានសត្វបក្សីត្រូវបានឃើញបង្ហាញវត្តមានតាមពីក្រោយគាត់ហើយបន្ទាប់មកក៏បាត់ស្រមោលគាត់តែម្ដងលោកតាហ្វុងផោនបាននិយាយថាគាត់បានឃើញលោកតាសួងកំពុងអង្គុយនៅលើខ្ទមឈើតូច
នាវាស្រែមួយកន្លែងស្ថិតនៅព្រំប្រទល់ខ្មែរ-ថៃ ហើយខ្ទមនោះគឺពិតណាស់ដែលដំបូលនិងជញ្ជាំងមិនអាចទប់ទល់នឹងខ្យល់ភ្លើងបានឡើយ លោកតាសួងបានប្រាប់ថាខ្លួនឯងគាត់បានភ្លេចអាយុហើយ ប៉ុន្តែនៅចាំឈ្មោះនេះអាចបកស្រាយបានថាលោកតាសួងពិតជាបានផ្ដល់មេរៀនធម៌ក្នុងការបង្ហាញថាមនុស្សម្នាក់គួរតែផ្ដោតអារម្មណ៍លើបច្ចុប្បន្ន ហើយមិនត្រូវខ្វល់ខ្វាយពីអតីតកាលដែលបានកន្លងផុតទៅហើយ ដែលមិនអាចរស់ឡើងវិញបានទេ លើសពីនេះនៅផ្នែកម្ខាងនៃក្រមារបស់គាត់គឺមានខ្លែងដ៏ធំមួយដែលបានទាក់ទាញការចាប់អារម្មណ៍ពីមនុស្សគ្រប់គ្នាជាខ្លាំង ហើយនៅពេលនរណាម្នាក់សួរថាហេតុអ្វីបានជាយកខ្លែងតាមជាប់ជាមួយ អ្នកភូមិពន្យល់ថាលោកតាសួងចូលចិត្តបង្ហោះខ្លែង ហើយនៅពេលមានខ្យល់បក់អ្នកភូមិក្នុងតំបន់នឹងមកបង្ហោះខ្លែងរបស់ពួកគេនៅទីវាលនោះហើយ លោកតាសួងគ្រាន់តែអង្គុយមើលដោយផ្ដល់សកម្មភាពដូចជាសើចនិងទះដៃ ប៉ុន្តែប្រសិនបើលោកតាសួងបាត់ខ្លួន នោះខ្លែងក៏នឹងបាត់ស្រមោលដែរ ប្រសិនបើលោកតាសួងនៅទីនោះខ្លែងក៏នឹងនៅទីនោះដែរ ពេលសួរថាហេតុអ្វីបានជាអ្នកភូមិមិនដែលឃើញពីលក្ខណៈដែលលោកតាសួងនឹងបាត់ខ្លួនយ៉ាងម៉េច អ្នកភូមិនិយាយថាពួកគេគ្រាន់តែចូលរួមនៅពេលថ្ងៃប៉ុណ្ណោះ ហើយនៅពេលយប់ពួកគេនឹងត្រឡប់មកផ្ទះវិញដោយទុកឲ្យលោកតានៅម្នាក់ឯង នេះគឺជាហេតុដែលគាត់នឹងឈប់សម្រាករបស់គាត់ក្នុងដំណើរផ្សេងៗរបស់គាត់ គេក៏បានជឿថាលោកតាសួងធ្លាប់ហោះហើរឆ្លងកាត់មេឃជាមួយខ្លែងរបស់គាត់នៅពេលយប់ងងឹត ដោយឡែកបើតាមប្រភពផ្សេងៗចែករំលែកនៅលើបណ្ដាញសង្គមខ្មែរបានបញ្ជាក់ថាលក្ខណៈពិសេសនៃយ័ន្តរបស់លោកតាសួងគឺយ័ន្តខ្លែងឯកខ្មែរដែលចារដោយអក្សរខ្មែរបុរាណសម័យមុនអង្គរ និងសម័យអង្គរ អក្សរនេះត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយអ្នកសច្ចាំងនៅតាមជួរភ្នំដងរែកដូចជាភ្នំព្រះវិហារ ភ្នំគូលែន ភ្នំត្បែងជាដើម ដែលសុទ្ធសឹងតែជាអ្នកសម្រេចនូវឈាននិងអភិញ្ញាអាចដកព្រលឹងវិញ្ញាណចេញពីរូបរាងកាយបាន ចេះមន្តអាគម ចេះវិធីព្យាបាលជំងឺយ៉ាងពូកែស័ក្តិសិទ្ធិតាមបែបបុរាណ និងចេះទស្សន៍ទាយប្រមូលមើលអំពីនិស្ស័យរបស់សត្វលោក អ្នកសច្ចាំងភ្នំត្បែងលោកតាសួងមានព្រះនាមដើម ជុកសួង កើតថ្ងៃអង្គារ 15 កើតខែកត្តិក ឆ្នាំជូតឆាស័ក ពុទ្ធសករាជ 2468 ត្រូវនឹងថ្ងៃទី 11 ខែវិច្ឆិកា ឆ្នាំ 1924 ក្នុងត្រកូលកសិករនៅភូមិគូលែនជើង ឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ